បាទថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញបងប្អូននៅពេលបងប្អូនចង់ផ្លាស់ប្ដូរនៅTelegram បាទថ្មីសម្រាប់បងប្អូនពេលខ្លះបងប្អូនភ្លេចបាទនៅ Telegram របស់យើងនៅក្នុងទូរស័ព្ទដៃចាស់ចឹងណាដោយសារតែអីបាទទី1បងប្អូនគាត់បាត់ទូរស័ព្ទបាទទី2គាត់អាចនឹងផ្លាស់ប្ដូរdevice ទូរស័ព្ទចាស់ចេញបាទពីទូរស័ព្ទដៃថ្មីគាត់ទៅក៏អាចអនុវត្តតាមវិធីបាទដូចជាមួយខ្ញុំបាទទាំងអស់គ្នាបាទជាម្ដងបងប្អូនចូលទៅកាន់សម្រាប់បងប្អូននេះខ្ញុំធ្វើនៅលើកុំព្យូទ័របាទចាំបន្ទាប់ពីបងប្អូនឃើញបាទនៅផ្ទាំង Telegram បែបនេះហើយបងប្អូនចុចកន្លែង tray 3បាទកន្លែង tray 3ហ្នឹងណាបាទបន្ទាប់ពីចុចកន្លែង tray 3ហើយបងប្អូនឃើញឈ្មោះបាទឈ្មោះរបស់ខ្ញុំចឹងបាទហើយបន្ទាប់បងប្អូនធ្វើការ scroll បាទយើងមើលបាទមើលមួយយើង scroll ចុះក្រោមហើយបងប្អូនចូលទៅកាន់ setting បាទអញ្ចឹងសម្រាប់បងប្អូនអាចធ្វើនៅលើទូរស័ព្ទដៃក៏បានដែរបាទកន្លែងដែលបងប្អូនចង់លុប device ចាស់ណាដែលទី1យើងជ្រុះបាត់ទូរស័ព្ទទី2យើងចង់ផ្លាស់ប្ដូរទូរស័ព្ទចាស់ទៅកាន់ទូរស័ព្ទថ្មីក៏បានដែរយើងក៏គ្រាន់តែលុប device ទៅអញ្ចឹងទូរស័ព្ទដែលយើងលុបហើយគឺมันអាចចូលប្រើប្រាស់ Telegram បានទៀតទេអញ្ចឹងករណីដែលយើងអត់បានលុបហើយយើងជ្រុះឬក៏បាត់ទូរស័ព្ទអីបងប្អូនអាចធ្វើតាមវិធីនេះបានផងដែរបាទអញ្ចឹងបន្ទាប់ពីបងប្អូនចុចហើយបងប្អូនចុចកន្លែង setting វាចេញផ្ទាំងមួយទៀតហើយផ្ទាំងមួយហ្នឹងគឺបងប្អូនគ្រាន់តែចុចកន្លែងបាទ private បាទ and security បាទបន្ទាប់ពីចុចកន្លែង private and security ហើយបងប្អូនឃើញបាទកាលលើនេះគឺខ្ញុំចង់បង្ហាញបងប្អូនមួយដែរយើង two step បាទមានថាយើងអាចចាក់បាទកូនសោពីរជាន់ដើម្បីការពារហានិភ័យសម្រាប់ការ hack Telegram របស់បងប្អូនផងដែរហើយវាមានថាប្រយោជន៍មែនទែនសម្រាប់អ្នកដែលចង់ hack គឺ hack បានទេដោយសារតែយើងចាក់ពីរជាន់ជាមួយនឹង Gmail ក៏បានហើយជាមួយនឹងទូរស័ព្ទដៃបងប្អូនដែលប្រើរាល់ថ្ងៃអញ្ចឹងណានៅពេលដែលគេចង់ alert របស់យើងលុះត្រាតែយើងអនុញ្ញាតឲ្យគេចូលគឺគេអាចចូលទៅប្រើប្រាស់ Telegram របស់បងប្អូនផងដែរហើយវាមាន auto delete បាទ mistake នេះបាទរយៈពេលដែលយើងចង់កំណត់ក៏បានហើយយើងអត់ទេយើងបិទ turn off នេះមកហើយ password នេះគឺយើងចង់ដាក់លុកនៅពេលដែលគេចូលដំណើរការរបស់យើងអាចបន្ថែមក៏បានហើយនេះ block បាទ block user នេះមានន័យថាយើង block អ្នកដែលជា scammer ណាពេលខ្លះគាត់ add យើងចូលក្រុមផ្ដេសផ្ដាស់បាទក្រុមផ្សេងដែលមិនមែនជាក្រុមនៅក្នុងចំណេះដឹងឬក៏អប់រំឬក៏ព័ត៌មានទាន់ហេតុការណ៍មិនមែនទេទៅជាលក្ខណៈថាជា game online website ផ្សេងយើងចុះឈ្មោះជាពិសេសគឺដូចជា game ជលមន់លេងបៀជាដើមបាទអញ្ចឹងយើងគ្រាន់តែចូលឡើង block user នេះទៅគឺមិនឲ្យ user នឹង add account ឬក៏ឈ្មោះយើងចូលទៅកាន់ក្រុមផ្ដេសផ្ដាស់ទេបាទអញ្ចឹងបងប្អូនធ្វើការចុចកន្លែងដែលមានពាក្យថាបាទ active បាទ session បាទអញ្ចឹងយើងចុចកន្លែងហ្នឹងមកដើម្បីអីដើម្បីមើលថាតើមាន device ពីណាដែលបាន log ចូលនៅក្នុង Telegram របស់បងប្អូនណាបាទអញ្ចឹងបន្ទាប់ពីបងប្អូនចុចកន្លែងហ្នឹងមកកុំភ្លេចបាទយើងចុចទាំងអស់គ្នានៅពេលដែលចុចមកគឺវាបង្ហាញបាទនៅ device ដែលយើងកំពុងតែប្រើនេះគឺដែលមានបាទ desktop របស់បងប្អូនដែលប្រើអញ្ចឹងទៅហើយខាងក្រោមនេះគឺជា active device ដែលយើងប្រើនៅម៉ាកទូរស័ព្ទដែលវាបង្ហាញបាទនៅម៉ាកថ្ងៃផលិតឬជាការចូលប្រើប្រាស់ទៅកាន់ Telegram ផងដែរអញ្ចឹង device ដែលយើងចូលគឺមាន3បាទអញ្ចឹងឥឡូវនេះ device ដែលខ្ញុំចង់ delete ចោលមួយបាទដោយសារតែយើងបានបាត់ទូរស័ព្ទឬក៏យើងជ្រុះឬក៏យើងចង់ clear ទូរស័ព្ទនឹងចោលទៅយើងធ្វើការ clear បាទនៅនេះផងដែរបាទអញ្ចឹងឥឡូវនេះខ្ញុំធ្វើការចុចបាទទៅកាន់ device ណាមួយសម្រាប់ថាយើងចង់លុបចោលអញ្ចឹងណាអញ្ចឹងយើងគ្រាន់តែចុចកន្លែងខ្វែងបាទខ្វែងកន្លែងនឹងពិតបាទអញ្ចឹងបងប្អូនគ្រាន់តែចុចកន្លែងខ្វែងភ្លាមបាទនោះយើងនឹង delete ភ្លាមតែម្ដងហើយ device សេរី
អឺពពួកsmartphone Vivo ហ្នឹងគឺអត់អាចចូលលុបឲ្យយើងបានទៀតទេបើទោះបីជាទូរស័ព្ទដៃហ្នឹងហើយយើងមិនទាន់បានធ្វើការ log out ក៏ដោយចឹងនៅពេលដែលយើងខ្វែងពីនេះទៅគឺនៅពេលដែលគេចូលប្រើរបស់យើងគឺទាមទារ password របស់យើងហើយបាទហើយបើសិនបងប្អូនអត់បានធ្វើការលុបទេនៅពេលគេបើករបស់យើងគឺនៅតែប្រើប្រាស់ដោយតែយើងបានប្រើជាមួយគ្នាអញ្ចឹងបាទដោយសារតែ user ទូរស័ព្ទនោះគឺមាន model ខុសគ្នាហើយវាធ្លាប់លុបចូលទៅកាន់ Telegram គឺវាស្គាល់អញ្ចឹងនៅពេលដែលយើងអត់បានធ្វើការ log out បាទចេញពីទូរស័ព្ទដៃនោះទេអញ្ចឹងអ្នកប្រើប្រាស់គឺគាត់នៅតែប្រើ Telegram យើងបានដដែលអញ្ចឹងនៅពេលដែលយើងដក device ចេញទៅបាទអញ្ចឹងទូរស័ព្ទ model ហ្នឹងគឺគាត់មិនអាចធ្វើការចូលរបស់យើងបានទៀតទេគឺត្រូវការ password ក៏ដូចជាយើងចាក់ to បាទ factor ទៀតបាទអញ្ចឹងបន្ទាប់ពីបងប្អូនហើយបងប្អូនគ្រាន់តែចុចខ្វែងមកវាបង្ហាញថា do you want បាទ to terminal to this បាទ session នេះតែយើងចង់ធ្វើការលុបចោលឬក៏ cancel ចឹងបើសិនជាបងប្អូនយល់ព្រមថាយើងដក device នឹងមួយបងប្អូនគ្រាន់តែចុចកន្លែងអក្សរក្រហមនេះមកបាទគឺ terminal នៅនេះទៅបាទគឺវានឹង delete តែបើសិនជាបងប្អូនអត់ទេបាទបងប្អូនចុចកន្លែង cancel ទៅបាទអញ្ចឹងនៅពេលបង្ហាញនេះបងប្អូនគ្រាន់តែចុចកន្លែងតាមខ្ញុំទៅអក្សរក្រហមហ្នឹងមកណាទោះបីជាបងប្អូនធ្វើនៅលើទូរស័ព្ទដៃឬក៏ computer គឺវាបង្ហាញដូចគ្នាអញ្ចឹងបងប្អូនអត់ពិបាកទេយើងចង់ឲ្យតែ device ណាដែល log ចូល Telegram យើងប៉ុណ្ណោះហើយបើសិនជា device ណាដែលយើងអត់ស្គាល់ណាយើងអាចធ្វើតាមខ្ញុំទៅគឺ device នោះគឺគាត់មិនអាចចូលប្រើប្រាស់ Telegram បងប្អូនបានទេបាទអញ្ចឹងយើងចុចកន្លែងតាមខ្ញុំទៅបាទពេលចុចទៅគឺវាបាត់បាទគឺបាត់ device នឹងបាត់កាអញ្ចឹង device ទូរស័ព្ទដៃហ្នឹងគឺគាត់មិនអាចធ្វើការ log ចូលបានទៀតទេនៅពេលនេះដោយសារតែយើងធ្វើការដកបាទនៅ device ដែលមិនមែនជារបស់យើងផងដែរអ្វីដែលខ្ញុំចែកម្លែកទៅដល់បងប្អូនបាទដោយសារតែពេលខ្លះបងប្អូនខ្លះគាត់បាត់ទូរស័ព្ទឬក៏គាត់ភ្លេចremove ឬក៏ log out នៅ Telegram ឬក៏បណ្ដាញសង្គមផ្សេងៗទៀតបងប្អូនអាចធ្វើតាមខ្ញុំនេះគ្រាន់តែខ្ញុំបង្ហាញនៅលើ Telegram តែប៉ុណ្ណោះហើយនឹងជួបគ្នានៅវីដេអូក៏ដូចជាមេរៀនខ្លីៗនៃចំណេះដឹងចែកជូនទៅដល់បងប្អូនផងដែរអរគុណបាទជាពិសេសបងប្អូនដែលមើលវីដេអូនេះបើសិនជាចំណេះដឹងដ៏ល្អបងប្អូនអាចធ្វើការ share ទៅកាន់ fan របស់បងប្អូនឬក៏មិត្តភ័ក្តិដើម្បីយល់ដឹងអំពីការប្រើប្រាស់ Telegram នៃការremove បាទ device ដែលយើងមិនស្គាល់ចេញពី Telegram របស់បងប្អូនផងដែរអរគុណជួបគ្នានៅវីដេអូក្រោយផងដែរជាមួយនឹង channel YouTube ពុទ្ធសាគឺដូចជា page ដូចគ្នាផងដែរអរគុណជួបគ្នានៅវីដេអូថ្មីៗផងដែរ